ពលលេខខេត្តសៀមរាបនិងខេត្តកំពង់ធំសហការស្រាវជ្រាវរកឃើញម៉ូតូដែលចោលលួចយកប្រគល់ជូនជនរងគ្រោះវិញកាលពីថ្ងៃទី26ខែមេសាឆ្នាំ2026កន្លងទៅនៅចំណុចភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបមានករណីលួចម៉ូតូចំនួន1គ្រឿងម៉ាក Honda ពណ៌ខ្មៅស៊េរីឆ្នាំ2025ពាក់ស្លាកលេខសៀមរាប 1AT 3989លេខតួនិងលេខម៉ាស៊ីន ND 125 ME 0331 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះទុយវុតវឿនភេទប្រុសអាយុ21ឆ្នាំមុខរបរអាជីវករមានទីលំនៅបច្ចុប្បន្ននៅភូមិទី3សង្កាត់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាបបន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះនិងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិព្រមទាំងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ តូ ហួតសុធីស្នងការនគរបាលខេត្តសៀមរាបកម្លាំងផែនការការងារនគរបាលព្រំប្រទានខេត្តសៀមរាបបានបើកការស្រាវជ្រាវនិងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជាលទ្ធផលនៅថ្ងៃទី5ខែឧសភាឆ្នាំ2026កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងរកឃើញម៉ូតូរបស់ជនរងគ្រោះខាងលើហើយបាននាំយកមកប្រគល់ជូនម្ចាស់ដើមវិញការរកឃើញនេះកើតឡើងបន្ទាប់ពីសមត្ថកិច្ចធ្វើការតាមប្រមាញ់ជនសង្ស័យយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យជនសង្ស័យដឹងខ្លួននិងបានផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំចំពោះជនសង្ស័យដែលប្រព្រឹត្តអំពើលួចម៉ូតូខាងលើនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានរួចហើយនិងកំពុងស្នើសុំគោលការណ៍តាមចាប់ខ្លួនដើម្បីយកមកដន្ទាទោសតាមច្បាប់ជាធរមាន